កម្ពុជាស្នើភាគីចិនជួយជំរុញការវិនិយោគពីទីក្រុងអូស៊ីមមកកាន់កម្ពុជាខណៈដែលភាគីចិនគាំទ្រដល់ការហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុលោកជាវិធីអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រមប្រឹក្សាអភិវឌ្ឍកម្ពុជានិងសហការីបានទទួលជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូទីក្រុងអូស៊ីខេត្តជាងស៊ូសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយលោកឌូសៅយ៉ាងលេខាបកទីក្រុងអូស៊ីដោយមានការចូលរួមពីលោកស៊ុនវ៉េអភិបាលរងទីក្រុងអូស៊ីនិងលោកឆិនជីងហ្គានប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុលោកអគ្គលេខាធិការបានមានមតិស្វាគមន៍យ៉ាងកក់ក្ដៅនិងលើកឡើងពីភាពល្អប្រសើរនៃស្ថានភាពវិនិយោគនៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គហុកក្នុងឆ្នាំ2024និងកំណើនវិនិយោគក្នុងរយៈពេល9ខែនៃឆ្នាំ2025ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាជាពិសេសភាពរីកចម្រើននៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាមួយគ្នានេះដែរលោកអគ្គលេខាធិការក៏បានលើកឡើងពីសារៈសំខាន់នៃច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យាក្នុងការជំរុញទាក់ទាញការវិនិយោគនិងម្យ៉ាងទៀតរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ទំនិញនាំចេញពីកម្ពុជានិងដាក់ចេញនៅវិធានការថ្មីៗសម្ដៅសម្រួលដល់ការធ្វើធុរកិច្ចនិងវិនិយោគលោកអគ្គលេខាធិការសង្ឃឹមយ៉ាងមុតមមថាតាមរយៈជំនួបពិភាក្សាលើកនេះថ្នាក់ដឹកនាំរបស់ទីក្រុងអូស៊ីនឹងបន្តជំរុញវិនិយោគពីទីក្រុងអូស៊ីជាពិសេសនាំយកនៅឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើបមកកាន់កម្ពុជាមួយវិញទៀតលោកអគ្គលេខាធិការក៏បានស្នើសុំឲ្យភាគីចិនជួយជំរុញឲ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើមឬទំនិញពាក់កណ្ដាលសម្រាប់នៅកម្ពុជាឲ្យកាន់តែច្រើនដើម្បីធានានូវស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់និងបានស្នើឲ្យមានការគិតគូរវិនិយោគបង្កើតតំបន់កែច្នៃកសិផលនៅកម្ពុជាដើម្បីនាំទៅទីផ្សារចិនលោកឌូសៅហ្គែនបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាននិងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាដែលតែងតែបានផ្ដល់ការគាំទ្រដល់កិច្ចដំណើរការនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលបានធ្វើឲ្យតំបន់សេដ្ឋកិច្ចពិសេសនេះមានការរីកចម្រើនជាបន្តបន្ទាប់លោកបានឲ្យដឹងផងដែរថាដំណើរទស្សនកិច្ចនៅកម្ពុជានៅពេលនេះគឺឆ្លើយតបទៅនឹងស្មារតីនៃកិច្ចប្រជុំលើកទី4របស់គណៈកម្មាធិការសម្រុះសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលបានប្រព្រឹត្តកាលពីខែកក្កដាឆ្នាំ2025កន្លងមកនិងដើម្បីបន្តកិច្ចការមួយចំនួនដែលបានពិភាក្សាគ្នាក្នុងកិច្ចប្រជុំនៅពេលនោះជាពិសេសការត្រៀមរៀបចំកិច្ចប្រជុំលើកទី5ដែលគ្រោងធ្វើនៅប្រទេសចិនលោកឌូសៅយ៉ែនបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទីក្រុងអូស៊ីក្នុងការឧបត្ថម្ភគាំទ្រឲ្យមានជើងហោះហើរត្រង់និងការដឹកជញ្ជូនត្រង់រវាងក្រុងអូស៊ីនិងខេត្តព្រះសីហនុដែលការនេះបានចូលរួមចំណែកជុំវិញការអភិវឌ្ឍខេត្តព្រះសីហនុទាំងមូលក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុលោកបានបង្ហាញនូវការប្រាជ្ញាក្នុងការបន្តជំរុញធ្វើឲ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាន់តែមានការរីកចម្រើនមួយកម្រិតទៀតតាមរយៈការខិតខំជំរុញឲ្យវិនិយោគចិនមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀតជាពិសេសការវិនិយោគកែច្នៃកសិផលកម្ពុជាដើម្បីនាំទៅទីផ្សារចិន